ជាញាក់ដៃគូរបស់អ្នកសម្រាប់ភាពជោគជ័យភាពជោគជ័យត្រូវបានកសាងមុនពេលវាត្រូវបានមើលឃើញមនុស្សភាគច្រើនឃើញតែលទ្ធផលចុងក្រោយរបស់អ្នកជោគជ័យពួកគេឃើញអត្តពលិកទទួលមេដាយអ្នកនិពន្ធបោះពុម្ពសៀវភៅសហគ្រិនបង្កើតអាជីវកម្មនិងអ្នកនិយាយឡើងឈរលើឆាកដោយទំនុកចិត្តប៉ុន្តែពួកគេមិនបានឃើញការរៀបចំរាប់រយឬរាប់ពាន់ម៉ោងដែលកើតឡើងនៅពីក្រោយលទ្ធផលនោះទេតន្ត្រីក៏អនុវត្តសំនៀងដដែលៗរហូតដល់ម្រាមដៃអាចធ្វើចលនាបានដោយធម្មជាតិអ្នកបើកយន្តហោះហ្វឹកហាត់នីតិវិធីអាសន្នរហូតដល់អាចឆ្លើយតបបានយ៉ាងត្រឹមត្រូវក្រោមសម្ពាធអ្នកនិយាយហ្វឹកហាត់សុន្ទរកថារហូតដល់ពាក្យសម្ដីហូរចេញដោយច្បាស់លាស់និងជឿជាក់នៅពេលសកម្មភាពមួយត្រូវបានអនុវត្តដដែលអនុសម្បជញ្ញៈចាប់ផ្ដើមកត់ត្រាលំនាំនោះអ្វីដែលធ្លាប់ត្រូវការផ្ដោតអារម្មណ៍ខ្លាំងនឹងក្លាយជាអ្វីដែលអាចអនុវត្តបានដោយភាពរលូននេះមិនមែនជាអំណាចអាថ៌កំបាំងទេវាជាលទ្ធផលនៃការហ្វឹកហាត់ដែលមានគោលបំណងភាពជោគជ័យដែលមនុស្សមើលឃើញនៅថ្ងៃនេះជាញឹកញាប់ត្រូវបានកសាងឡើងពីសកម្មភាពតូចៗដែលគ្មាននរណាម្នាក់បានឃើញពីមុនកុំគ្រាន់តែប្រាថ្នាចង់បានលទ្ធផលរបស់អ្នកជោគជ័យចូលត្រៀមខ្លួនអនុវត្តទម្លាប់ដែលបានបង្កើតលទ្ធផលនោះផ្ដល់ការណែនាំច្បាស់លាស់ដល់អនុសម្បជញ្ញៈអាចគ្រប់គ្រងអ្នកបានកាន់តែប្រសើរនៅពេលសម្បជញ្ញៈផ្ដល់ទិសដៅច្បាស់លាស់ការនិយាយថាខ្ញុំចង់ជោគជ័យមិនទាន់ច្បាស់គ្រប់គ្រាន់ទេតើភាពជោគជ័យមានន័យយ៉ាងណាតើវាស្ថិតក្នុងការងារសុខភាពទំនាក់ទំនងឬហិរញ្ញវត្ថុតើលទ្ធផលអ្វីដែលអ្នកចង់បានតើអ្នកនឹងដឹងដោយរបៀបណាថាអ្នកបានសម្រេចវាចូលបំលែងបំណងទូទៅជាកិច្ចការច្បាស់លាស់ខ្ញុំនឹងបញ្ចប់សេចក្តីព្រាងចម្ពោះនេះនៅត្រឹមថ្ងៃសុក្រខ្ញុំនឹងហាត់ប្រាណរយៈពេល30នាទី4ថ្ងៃក្នុងមួយសប្តាហ៍ខ្ញុំនឹងសិក្សាពីមូលហេតុដែលអតិថិជនចាក់ចេញហើយរៀបចំដំណោះស្រាយ3យ៉ាងខ្ញុំនឹងសន្សំចំនួនជាក់លាក់រៀងរាល់ខែដើម្បីបង្កើតមូលនិធិបន្ទាន់គោលដៅដែលមិនច្បាស់បង្កើតសកម្មភាពដែលមិនច្បាស់គោលដៅដែលច្បាស់បង្កើតឱកាសឲ្យមានផែនការសកម្មភាពនិងការទទួលខុសត្រូវកុំប្រាប់ចិត្តតែអំពីអ្វីដែលអ្នកមិនចង់បានចូលប្រាប់វាអំពីអ្វីដែលអ្នកចង់កសាងនិងសកម្មភាពដែលត្រូវអនុវត្តការរៀបចំបង្កើតទំនុកចិត្តមនុស្សជាច្រើនរងចាំទំនុកចិត្តមុនពេលចាប់ផ្ដើមធ្វើអ្វីមួយប៉ុន្តែទំនុកចិត្តពិតប្រាកដជាញឹកញាប់កើតឡើងក្រោយការរៀបចំនិងការហ្វឹកហាត់ប្រសិនបើអ្នកត្រូវធ្វើបទបង្ហាញនៅថ្ងៃស្អែកប៉ុន្តែមិនទាន់បានរៀបចំអ្វីសោះអ្នកប្រហែលជាមានអារម្មណ៍ភ័យខ្លាចភាពភ័យខ្លាចនោះមិនមានន័យថាអ្នកគ្មានសមត្ថភាពទេវាអាចជាសញ្ញាថាអ្នកមិនទាន់បានរៀបចំគ្រប់គ្រាន់នៅពេលអ្នកសិក្សាប្រធានបទរៀបចំចំណុចសំខាន់ៗហ្វឹកហាត់ឆ្លើយសំណួរនិងពិនិត្យឧបករណ៍ជាមុនចិត្តរបស់អ្នកទទួលបានភស្តុតាងថ្មីថាអ្នកបានត្រៀមខ្លួនទំនុកចិត្តដែលគ្មានការរៀបចំអាចក្លាយជាភាពជឿជាក់ហួសហេតុការរៀបចំដែលគ្មានទំនុកចិត្តអាចធ្វើឲ្យអ្នកមិនហ៊ានប្រើសមត្ថភាពរបស់ខ្លួនអ្នកត្រូវការទាំងពីរចូលចងចាំថាការរៀបចំបន្ថយភាពមិនច្បាស់លាស់ការហ្វឹកហាត់បង្កើតភាពស្ទាត់ជំនាញភស្តុតាងពីសកម្មភាពបង្កើតទំនុកចិត្តមុនពេលប្រាប់ខ្លួនឯងថាខ្ញុំមានទំនុកចិត្តចូលផ្ដល់ហេតុផលឲ្យចិត្តរបស់អ្នកអាចជឿពាក្យនោះបានអ្នកមិនចាំបាច់រងចាំភាពភ័យខ្លាចបាត់ទាំងស្រុងទេអ្នកគ្រាន់តែត្រូវរៀបចំខ្លួនឲ្យបានល្អគ្រប់គ្រាន់ដើម្បីធ្វើសកម្មភាពទោះមានការភ័យខ្លាចក៏ដោយអនុសម្បជញ្ញៈត្រូវការវត្ថុធាតុដើមអ្នកមិនអាចសុំឲ្យចិត្តបង្កើតដំណោះស្រាយល្អពីព័ត៌មានទទេបានឡើយប្រសិនបើអ្នកចង់ដោះស្រាយបញ្ហាអាជីវកម្មចូលប្រមូលទិន្នន័យអំពីអតិថិជនការលក់ចំណាយនិងគូប្រកួតប្រជែងប្រសិនបើអ្នកចង់សរសេរសៀវភៅចូលអានស្រាវជ្រាវសង្កេតនិងកត់ត្រាគំនិតប្រសិនបើអ្នកចង់កែលម្អការងារចូលស្វែងយល់ពីលទ្ធផលដែលបានកើតឡើងនិងមូលហេតុដែលបង្កើតលទ្ធផលនោះអនុសម្បជញ្ញៈអាចជួយភ្ជាប់ព័ត៌មាននិងស្គាល់លំនាំប៉ុន្តែគុណភាពនៃការយល់ឃើញរបស់វាអាស្រ័យមួយផ្នែកលើគុណភាពនៃព័ត៌មានដែលអ្នកបានផ្ដល់ព័ត៌មានខ្សោយអាចនាំទៅរកការសន្និដ្ឋានខ្សោយការសន្មតខុសអាចនាំទៅរកការសម្រេចចិត្តខុសដូច្នេះកុំគ្រាន់តែស្វែងរកព័ត៌មានដែលគ្រប់គ្រងអ្វីដែលអ្នកចង់ជឿចូលស្វែងរកការពិតសូម្បីតែការពិតនោះធ្វើឲ្យអ្នកមិនស្រួលចិត្តក៏ដោយភាពជោគជ័យមិនត្រូវបានកសាងដោយការគិតវិជ្ជមានដែលបដិសេធការពិតទេវាត្រូវបានកសាងដោយចិត្តវិជ្ជមានដែលមានឆន្ទៈប្រឈមមុខនឹងការពិតនិងកែប្រែសកម្មភាពវិចារណញ្ញាណមានតម្លៃប៉ុន្តែអាចខុសបានពេលខ្លះអ្នកអាចមានអារម្មណ៍ភ្លាមៗថាឱកាសមួយល្អឬមនុស្សម្នាក់មិនគួរឲ្យទុកចិត្តអារម្មណ៍នេះត្រូវបានហៅថាវិចារណញ្ញាណឬសភាវគតិវិចារណញ្ញាណអាចកើតឡើងពីបទពិសោធន៍ដែលអនុសម្បជញ្ញៈបានកត់ត្រាអ្នកប្រហែលជាមិនអាចពន្យល់បានភ្លាមៗទេប៉ុន្តែចិត្តរបស់អ្នកបានកត់សម្គាល់លំនាំសញ្ញាឬភាពមិនស៊ីគ្នាមួយអ្នកជំនាញដែលមានបទពិសោធន៍យូរឆ្នាំជាញឹកញាប់អាចស្គាល់បញ្ហាបានលឿនដោយសារពួកគេបានឃើញលំនាំស្រដៀងគ្នាជាច្រើនលើកប៉ុន្តែវិចារណញ្ញាណមិនមែនជាការពិតដែលមិនអាចខុសបានទេវាអាចត្រូវបានបំភាន់ដោយភាពភ័យខ្លាចអភិជំនឿការចងចាំមិនពេញលេញឬបទពិសោធន៍អវិជ្ជមានពីអតីតកាលដូច្នេះចូលប្រើវិចារណញ្ញាណជាសញ្ញាឲ្យពិនិត្យមិនមែនជាបញ្ជាឲ្យធ្វើតាមដោយគ្មានការសួរនោះទេនៅពេលមានអារម្មណ៍ខ្លាំងអំពីការសម្រេចចិត្តមួយចូលសួរថាតើខ្ញុំកំពុងកត់សម្គាល់សញ្ញាអ្វីតើបទពិសោធន៍ណាធ្វើឲ្យខ្ញុំមានអារម្មណ៍បែបនេះ
តើមានភស្តុតាងអ្វីគ្រប់គ្រងឬផ្ទុយនឹងអារម្មណ៍នេះតើខ្ញុំអាចសាកល្បងការសន្មតនេះដោយហានិភ័យតិចបានដែរឬទេតើខ្ញុំគួរពិគ្រោះជាមួយអ្នកដែលមានជំនាញឬទេអនុសម្បជញ្ញៈអាចផ្ដល់ការព្រមានសម្បជញ្ញៈត្រូវពិនិត្យវាប្រាជ្ញាកើតឡើងនៅពេលការយល់ឃើញនិងភស្តុតាងធ្វើការរួមគ្នាដោះស្រាយបញ្ហាក្នុងពេលសម្រាកតើអ្នកធ្លាប់ខិតខំគិតអំពីបញ្ហាមួយអស់រយៈពេលយូរប៉ុន្តែមិនឃើញដំណោះស្រាយហើយបន្ទាប់មកគំនិតល្អមួយបានលេចឡើងនៅពេលកំពុងដើរងូតទឹកឬភ្ញាក់ពីគេងដែរឬទេការឈប់ផ្ដោតលើបញ្ហាមួយរយៈមិនមានន័យថាចិត្តឈប់ដំណើរការទាំងស្រុងទេខួរក្បាលអាចបន្តរៀបចំព័ត៌មាននិងបង្កើតទំនាក់ទំនងថ្មីនៅក្រៅការយល់ដឹងភ្លាមៗរបស់អ្នកដំណើរការនេះអាចត្រូវបានគេហៅថាការទុកឲ្យគំនិតបន្តទុំប៉ុន្តែការសម្រាកមានប្រយោជន៍បំផុតនៅពេលអ្នកបានធ្វើការងាររៀបចំជាមុនសិន 1. កំណត់បញ្ហាឲ្យបានច្បាស់ 2. ប្រមូលព័ត៌មានដែលពាក់ព័ន្ធ ស្វ័យព្យាយាមដោះស្រាយវាដោយផ្ដោតអារម្មណ៍ 4. សរសេរសំណួរជាក់លាក់មួយ 5. ដកខ្លួនចេញនិងសម្រាក 6. ត្រឡប់មកពិនិត្យវាឡើងវិញដោយចិត្តស្រស់ថ្លាឧទាហរណ៍ជំនួសឲ្យសួរថាហេតុអ្វីអាជីវកម្មរបស់ខ្ញុំមិនល្អចូលសួរថាតើមូលហេតុសំខាន់3យ៉ាងអ្វីខ្លះដែលធ្វើឲ្យអតិថិជនមិនត្រឡប់មកវិញហើយតើខ្ញុំអាចសាកល្បងដំណោះស្រាយណាមួយនៅសប្តាហ៍នេះសំណួរច្បាស់លាស់ផ្ដល់ការងារច្បាស់លាស់ដល់ចិត្តនៅពេលគំនិតលេចឡើងចូលកត់ត្រាវាបន្ទាប់មកវាតម្លៃនិងសាកល្បងវាកុំចាត់ទុកគ្រប់គំនិតដែលកើតឡើងក្រោយការសម្រាកថាជាចម្លើយត្រឹមត្រូវដោយស្វ័យប្រវត្តិការសម្រាកអាចបង្កើតគំនិតការពិនិត្យនិងការសាកល្បងបញ្ជាក់ថាគំនិតនោះមានតម្លៃឬអត់កុំបង្ខំចម្លើយឲ្យកើតឡើងពេលខ្លះការព្យាយាមខ្លាំងពេកធ្វើឲ្យចិត្តតានតឹងនិងបង្រួមការគិតអ្នកបន្តគិតអំពីបញ្ហាដដែលប៉ុន្តែมันអាចមើលឃើញទិសដៅថ្មីនៅពេលរឿងនេះកើតឡើងកុំបកស្រាយថាអ្នកគ្មានសមត្ថភាពវាអាចមានន័យថាចិត្តត្រូវការចន្លោះចូលឈប់សម្រាកធ្វើចលនាដកដង្ហើមចេញទៅកន្លែងស្ងប់ឬធ្វើការងារផ្សេងមួយរយៈការផ្លាស់ប្ដូរបរិយាកាសអាចជួយឲ្យចិត្តចាក់ចេញពីលំនាំដែលជាប់គាំងការបោះជំហានថយក្រោយមួយជំហានមិនមែនជាការបោះបង់ទេពេលខ្លះវាជាវិធីដែលអនុញ្ញាតឲ្យអ្នកមើលឃើញផ្លូវទាំងមូលបានច្បាស់ជាងមុនទោះជាយ៉ាងណាកុំប្រើការសម្រាកជាលេសសម្រាប់សហការជាមួយគំរូផ្លូវចិត្តរបស់អ្នកជោគជ័យមិនកើតឡើងដោយការប្រយុទ្ធជាមួយខ្លួនឯងរៀងរាល់ថ្ងៃនោះទេវាកើតឡើងនៅពេលអ្នករៀបចំបរិយាកាសនិងទម្លាប់ឲ្យគាំទ្រគោលដៅប្រសិនបើអ្នកចង់អានរៀងរាល់ព្រឹកចូលដាក់សៀវភៅនៅកន្លែងដែលអាចមើលឃើញប្រសិនបើអ្នកចង់ហាត់ប្រាណចូលរៀបចំសម្លៀកបំពាក់តាំងពីយប់មុនប្រសិនបើអ្នកចង់សន្សំប្រាក់ចូលបង្កើតការផ្ទេរប្រាក់ស្វ័យប្រវត្តិប្រសិនបើអ្នកចង់ផ្ដោតលើការងារចូលដកអ្វីដែលរំខានចេញពីបរិយាកាសកុំដាក់បន្ទុកទាំងអស់លើកម្លាំងចិត្តអាចប្រែប្រួលប៉ុន្តែប្រព័ន្ធល្អអាចបន្តដំណើរការទោះនៅថ្ងៃដែលអ្នកមិនមានអារម្មណ៍ចង់ធ្វើក៏ដោយអនុសម្បជញ្ញៈរៀនពីសញ្ញានឹងការធ្វើដដែលនៅពេលសញ្ញាដដែលនាំទៅរកសកម្មភាពដដែលជាបន្តបន្ទាប់ទម្លាប់ចាប់ផ្ដើមកើតឡើងដូច្នេះចូលរៀបចំសញ្ញាឲ្យបានច្បាស់នៅពេលម៉ោងរោខ្ញុំនឹងក្រោកឡើងបន្ទាប់ពីផឹកកាហ្វេខ្ញុំនឹងសរសេររយៈពេល20នាទីមុនពេលបើកប្រព័ន្ធផ្សព្វផ្សាយសង្គមខ្ញុំនឹងបញ្ចប់ភារកិច្ចសំខាន់មួយនៅចុងសប្តាហ៍ខ្ញុំនឹងពិនិត្យលទ្ធផលនិងរៀបចំផែនការសម្រាប់សប្តាហ៍បន្ទាប់នៅពេលអាកប្បកិរិយាត្រូវបានរៀបចំជាមុនអ្នកមិនចាំបាច់ធ្វើការសម្រេចចិត្តដដែលរៀងរាល់ថ្ងៃទេសាកល្បងអនុវត្តផ្ដល់កិច្ចការជោគជ័យដល់ចិត្តមួយជ្រើសរើសបញ្ហាសំខាន់មួយកុំជ្រើសរើសបញ្ហាច្រើនក្នុងពេលតែមួយផ្ដោតលើបញ្ហាដែលមានឥទ្ធិពលខ្លាំងបំផុត 2. សរសេរបញ្ហាឲ្យបានច្បាស់ពណ៌នាអ្វីដែលកំពុងកើតឡើងអ្វីដែលអ្នកចង់ឲ្យកើតឡើងនិងភាពខុសគ្នារវាងទាំងពីរ 3. ប្រមូលការពិតដោយគ្មានការវិនិច្ឆ័យបំបែកទិន្នន័យពិតចេញពីការសន្មតអារម្មណ៍និងការភ័យខ្លាចរបស់អ្នក 4. បង្កើតសំណួរជាក់លាក់មួយឧទាហរណ៍តើសកម្មភាពមួយណាដែលខ្ញុំអាចអនុវត្តក្នុងសប្តាហ៍នេះដើម្បីបង្កើនការរក្សាអតិថិជន 5. ធ្វើការលើសំណួរនោះដោយផ្ដោតអារម្មណ៍សរសេរគំនិតទាំងអស់ដោយមិនប្រញាប់វាយតម្លៃបន្ទាប់មកជ្រើសរើសគំនិតដែលមានសក្តានុពលបំផុត 6. ទុកឲ្យចិត្តសម្រាកដើរសម្រាកឬគេងឲ្យបានគ្រប់គ្រាន់ទុកក្រដាសសម្រាប់កត់ត្រាគំនិតដែលអាចលេចឡើង 7. ពិនិត្យគំនិតដោយសម្បជញ្ញៈសួរថាតើគំនិតនោះមានភស្តុតាងគោរពគុណតម្លៃនិងអាចអនុវត្តដោយហានិភ័យសមរម្យដែរឬទេ 8. អនុវត្តនិងវាស់លទ្ធផលជ្រើសរើសការសាកល្បងតូចមួយកំណត់ពេលវេលានិងពិនិត្យលទ្ធផលប្រើអ្វីដែលបានរៀនដើម្បីកែសម្រួលជំហានបន្ទាប់អនុសម្បជញ្ញៈមិនមែនជាអ្នកបម្រើដែលអាចបំពេញរាល់បំណងប្រាថ្នាដោយវេទមន្តទេវាជាដៃគូដែលរៀនពីអ្វីដែលអ្នកផ្ដល់ឲ្យគំនិតដែលអ្នកធ្វើដដែលបទពិសោធន៍ដែលអ្នកប្រមូលនិងសកម្មភាពដែលអ្នកអនុវត្តជាប់លាប់សម្បជញ្ញៈកំណត់បញ្ហាជ្រើសរើសទិសដៅនិងពិនិត្យភស្តុតាងអនុសម្បជញ្ញៈជួយស្គាល់លំនាំរៀបចំព័ត៌មាននិងពង្រឹងទម្លាប់សកម្មភាពបំលែងការយល់ដឹងទាំងនេះទៅជាលទ្ធផលកុំសុំឲ្យចិត្តបង្កើតភាពជោគជ័យខណៈអ្នកមិនផ្ដល់ការរៀបចំវិន័យនិងសកម្មភាពដល់វាចូលផ្ដល់គោលដៅច្បាស់លាស់ព័ត៌មានមានគុណភាពការវឹកហាត់ជាប់លាប់និងពេលវេលាសម្រាប់សមស្របបន្ទាប់មកអនុវត្តអ្វីដែលអ្នកបានរៀនដោយភាពក្លាហានអនុសម្បជញ្ញៈអាចក្លាយជាដៃគូដ៏មានអំណាចសម្រាប់ភាពជោគជ័យប៉ុន្តែអ្នកត្រូវជាអ្នកដឹកនាំដែលផ្ដល់ទិសដៅច្បាស់លាស់ដល់វាសូមអរគុណសម្រាប់ការទស្សនាសូមចុច like share និង subscribe ដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀត